លើកហាត់បង្គំចង់អញកំបងដោយហាត់ថាអញចលឹងគឺមរៀមតស័ក10នោះណាក្រាបអ្នកមាំងសកាថ្វាយបង្គំចំពោះអង្គប្រត្រៃរតមានពុទ្ធធរសង្ឃអង្គឧត្តមមេត្តាបិតាដ៏មានគុណធំគ្រូដ៏ឧត្តមគ្រូអាចារ្យគ្រូអក្ខរាលេខនិពន្ធសឹងតែជាគុណលឹះលន់ថ្លៃថ្លាគោរពដល់អស់ទេវតាដែលថែរក្សាគ្រប់ចក្រវាលខ្ញុំបាទអ្នកចបៃលើកលែងដោយសេចក្តីស្និទ្ធស្នាលនមស្ការយ៉ាងត្រកាលស្និទ្ធស្នាលចំពោះព្រះសង្ឃគ្រប់វត្តគ្រូចៅអធិការព្រមទាំងគ្រូសូត្រឆ្វេងស្ដាំរហូតអាចារ្យប្រកាសទៅគណៈកម្មាធិការជ្រុំជ្រែងគ្រប់វត្តខ្ញុំសូមលំអត់លំអោនវន្ទីអស់ទាំងវត្តនៅកម្ពុជាគោរពយាយតាចូលចិត្តចបៃសិល្បៈអង្គរលោកលៃជូតមីងមីខ្ញុំបាទលើករឿងមកពរនីជូនមីងជូនមីក្រន់សន្តាប់រឿងនឹងធ្លាប់ផ្សាយមកដកហើយក្រោយមកវាបាត់ទៅយ៉ាងឆាប់បន្តជាថ្មីខ្ញុំក៏ចាប់ភ្លឹកនឹកឃើញចំណាប់នៅរឿងចាស់ពលគឺរឿងក្បាលក្របីសត្រាមានន័យយ៉ាងច្បាស់កើញ
បញ្ជាក់ពីកម្មផលប្រាកដណាស់អេខ្ញុំថ្លែងការច្បាស់ដូចតទៅអើយអេអង្គប្រគុណម្ចាស់ហើយមានយាយមេម៉ាយមានកូនស្រីស្រីប្តីស្លាប់គាត់មិនយកថ្មីនៅនឹងកូនស្រីទាំងពីរពងនិយាយអំពីកូនស្រីគាត់ធំធាត់ប្រកាសក្រមុំឆោមយងក្រោយពីប្តីស្លាប់ទៅនៅឯកអង្គនឹងនិយាយជីដូនហ្នឹងណាមេម៉ាយយូរលងរាប់ផ្លាយឆ្នាំឥឡូវកូនធំស្រីស្រីក្រមុំស្រស់ស្រងាំមានគេចូលស្ដីបន្តឆ្នាំស្រងាំរៀបការបែកផ្ទះអស់គេគេរៀបការហើយបែកផ្ទះគេអស់គេលោកម្ចាស់គ្រប់អង្គបញ្ចង់ដោតគាត់បានស្ម័គ្រខ្លួនទៅដោយស្មោះកើយទៅនៅនឹងកូនពៅខ្លួនគាត់ចាស់ដូច្នោះកូនបងមិនសន្តោសទេព្រោះគេគ្រាន់បើចំណែកកូនពៅវាក្រក្រៃឥឡូវក្រោយពីការអីមានកូនចំទើមានកូនតូចមួយគ្រាន់ពេលនាងពៅអនលើម្ដាយនៅជាមួយលោកម្ចាស់នាងបងវាសនាខ្ពស់អេស្រែស្រូវពងរស់គេកើនហើយចំណែកនាងពៅមិនសូវសម្បូរឡើយស្រូវស្រែសឹងស្បើយព្រួងមិនសូវបានផលណថ្ងៃមួយកូនបងក៏យកស្រូវទៅផ្ទះកូនពៅជាមណ្ឌលដែលមេដានៅទីនោះជាម្ដងក្រែងយងយល់អំពុលផ្ញើស្រូវហាលនៅមុខផ្ទះកពៅឲ្យម៉ែជួយមើលផងលោកប្អូនខ្ញុំគូណានាងបងដុល្លារពោលផ្ដោះផ្ដោកម៉ែឲ្យមើលស្រូវឲ្យខ្ញុំផងខ្ញុំហាលនឹងហងក្នុងគ្រានេះចាក់ទេចំណែកឲ្យជីដូនកំពុងយល់ចៅឲ្យនាងពៅលាក់នៅផ្ទះតែ2នាក់ដូននឹងចៅតែ2នាក់នាងបងចាក់យកស្រូវមកផ្ញើម៉ែថាទុកនឹងទៅហាលមកផ្ទះមីកពៅកម្ដៅថ្ងៃគេគ្រាន់បើនាងបងផ្ដាំមួយអន្លើម៉ែឯងចូលមើលឲ្យចាក់កៃស្បាន់កុំឲ្យមន់ឬមួយទីវាមកស៊ីស្រូវពិសេសសំខាន់ក្រែងឆ្កែវាមកកាយក្អួតវេវកដាក់វល់នាំខូចកំណាន់ប្រកាន់ស្រូវពិបាកធ្វើរកផលណាម៉ែថាអើទុកនឹងទៅចាំអញមើលឲ្យអញស្គាល់
បាត់ស្រឡះកើយដូនចាស់ដៃយល់ចៅបណ្ដាបំពេឲ្យឲ្យចៅចំទើដល់ប្រសើរចៅឲ្យដេកទៅចៅក្រាន់បើចំទើយាយបំពេហើយគួយនឹកស្រណោះកូនណាស់អើយកូនក្រយ៉ាងច្បាស់នេះទឹកចិត្តមកដែរកពើហើយអញមកនៅក្នុងហងនោះវាយូរហើយមិនដឹងបានអីឡើយជួយហងទេនឹកឃើញអាណិតកូនពេកចុះពីផ្ទះទៅហោហែគិតថាទៅលួចស្រូវមីកពៅនៅច្រើននៅលួចស្រូវមីបងនៅក្រាន់បើដែរដើម្បីកែដាក់ជ្រុកកពៅលួចបានតែពីកំបងចិត្តរែកផងខ្លាចកម្មมองសៅមองសៅលួចស្រូវមីបងដាក់ចង្រុកកំពៅជីដូនលួចស្រូវបានពីកំបងរំលងឲ្យទៅច្រើនខែឆ្នាំជីដូនគ្រាក្រំរោគគៀផងចូលមករុករៀនទន្ទ្រានកន្លកជីដូនសៅมองភ្លេចធម៌ពុទ្ធោប្រគុណខ្ញុំមកជីដូនមុននឹងផុតខ្យល់អំពុលនឹងស្រូវពីកំបងណោកំបងណោគិតចុះគិតឡើងមិនគិតរកពុទ្ធូរវល់តែស្ដាយសណោះអាត្មាអញហើយមិនបានចម្រើនអីបែរជាលួចពីកូនមួយទៅឲ្យកូនមួយស្ដាយខ្លួនណាស់ណាប្រគុណខ្ញុំមកមុនដាច់នឹងដាច់ខ្យល់ស្រាប់តែប្ររពសំឡេងឆ្មាលន់ដល់តិចដូនកាលណាផុតសង្ខារវិបាកវិញ្ញាតឡើយទៅឲ្យកើតបដិសន្ធិផ្លត់សតិពីមនុស្សបានទៅកើតនឹងពោះឆ្មាហើយយាយជីដូនកល្យានមិនយូរប៉ុន្មានឆ្មាកាន់តែធំពោះដល់ទៅហួសរាប់ថ្ងៃខែកើតកូនឆ្មាមេប្រកាសទៅឆ្នោះកើចេះរត់ចេះដើរត្រង់ចំពោះលុះលួចត្រីអាំងគេស៊ីក៏មានគេវាយប្រភងពងប្រផាងជាប់ស្នាមគូឲ្យអសូរយ៉ាងមៀងព្រោះកម្មហុចផលប្រកាសដីទៀងអើយដូនជាងចាំជាតិពីមុនមនុស្សកើកូនពៅទៅស្រែដាក់កូនតូចទៅដែរចង់ធ្វើរឹងក្រោមដើមឈើឆ្នោះកើយកក្រមាចងជាងរឹងដាក់កូនតូចឲ្យជាប្រុសឲ្យដេកយ៉ាងដូចឆ្នោះរួចហើយកពៅនឹងប្តីចុះទៅស្រែចំណែកជាដូនជាឆ្មាចាំជាតិតាជាហោហែដៃមួយលើកយល់ចៅហើយបំពេ
មិនលឺទេព្រោះកៃខ្លួនជាតិជាឆ្មាការពិតគាត់ចង់បំពេប្រាប់ឲ្យចៅស្ដាប់ក្រែងបើយល់ខ្លះក្នុងអីចិត្តនេះគាត់ច្បាស់គាត់ចង់លើកអំពីកម្មាមិនលឺសូពាក្យពេចលឺសូតាមៀវមៀវជាភាសាគាត់ចង់បំពេដូច្នេះថាអើយសូមយាយសូមតាស្ដាប់ដូចតទៅណែចៅចៅដេកទៅបាបដូនណាណាចៅប្រុសស្រូវអ៊ំឯងយាយស្លាប់ពីមនុស្សហើយមកកើតឆ្មាស្ដែងចៅអើយចៅក្មេងកុំយកតម្រាប់អើយខ្យល់បាំងរំភើយរហើយស្រួលណាស់ដូននឹកកាយចៅច្បាស់ណាចៅចំណាប់កំពុងបំពេកូនគេក្រឡេកមើលស្រាប់ចាប់ភ្នែកអើយឃើញឆ្មាមកក្បែរកូនអញម៉ែវម៉ែវអើយឆ្មាចេញពីកូនងាអញកំពុងស្រឡាញ់បើឯងនៅក្បែរក្រែងខំកូនមាញ់ឬខ្ញៅកូនសម្លាញ់របស់អញវៃគេកាន់ដំបងធំសម្ដៅឆ្មាទៅហើយឆ្មាឃើញប៉ុណ្ណឹងមិននៅអីមេប្រូចភ្លាមប្រៃចេញពីចៅអេអើកអើយពីចៅឆ្មាអាយុកាន់តែច្រើនណាស់ហើយខ្លួនកាន់តែញ័រច្បាស់កាន់តែចាស់ពុនពេកក្រៃអត់មានចំណីអាហារគេឥតមេត្តាឆ្មាជាយាយឆ្មាអើយឆ្មាលបទាញត្រីអាំងឆ្អិនថ្មីម្ចាស់តន់គេដេញម៉ែវឆ្មាមិនលែងព្រោះឃ្លានចាក់ស្ដែងឃ្លានយ៉ាងតន់ហន់រត់ទៅណាក៏មិនទាន់គាត់ខំប្រឹងតំពីត្រីប៉ុន្តែថ្មិញឆ្មាវាខ្សោយចាប់ទៅពីមិនទាន់ល្អិតឡើយគេយកដំបងគប់វាយភូផោម៉ែវឈឺពេកក្រៃឆ្មាច្បាស់ខ្សិនខ្សៃហើយគ្រានឹងមុននឹងដាច់ខ្យល់ឆ្មាក្រឡេកឃើញមហិង្សាគឺក្របីចឹងមេក្របីមួយមកយ៉ាងសន្ធឹង
ឈ្មោលបន្ទាប់វាទើបតែអ្វីទៅដល់ឲ្យឆ្មាដាច់ខ្យល់ភ្លៀមប្ររពបីយកម៉ែមេក្របីឆ្មាចាប់បដិសាជាថ្មីលោកប៉ាអូនណាជាកូនក្របីក្នុងពោះមេជាកូនក្របីក្នុងពោះមេមិនយូរប៉ុន្មានរំលងថ្ងៃខែផុតកូនក្របីណត់កាត់មកហើយដែរគ្រាន់តែកាត់មកភ្លាមឈោស្រែកអត់លះហែចាប់បៅដោះមេក្នុងគ្រាហ្នឹងមិនយូរប៉ុន្មានរឹងដៃជើងម្ចាស់វាថ្កើងឲ្យស្មៅល្អកំភ្លឹងស៊ីធាត់ធំបន្តិចប្រើមួយទំហឹងវាយវត្តផឹងព្រោះទៅមិនរួចពេលខ្លះគេប្រើផ្លិចឲ្យស្មៅនឹងទឹកគួរនឹកស្រណោះយ៉ាងគ្រលួចភ្ជួររស់ហាលថ្ងៃគួរឲ្យលន្លោចអណោចត្រង់កម្មហុចផលពុនពេកអាសូមេក្របីកាន់តែស្គមស្គាំងហើយអាណែកមិនយូរប៉ុន្មានប្រានដួលដេកបាក់ពោះក្រហេតគេឈប់ប្រើកាក្របីហើយក្របីមេគេប្រើអត្តមនេជាតិជាមហិង្សាគេបង្អត់ស្មៅបង្អត់ទឹកបង្អត់អាហារកម្មពៀវហុចធ្វើឲ្យគេភ្លេចគិតអាសូរណាស់មេក្របីស្គមស្គាំងនឹងឈឺគ្មានគេអាណិតទៅដល់ដាច់ឯខ្យល់ប៉ិតទើបគេនឹកតែចំក្របីអញក្របីអញប្អូនណាយក្រឡេកឃើញវ៉ាប់ក្របីคล้ายជាសពទៅហើយប្អូនសំឡាញ់ណដឹងដល់នាងពៅដែលត្រូវជាកូនជីដូនពីមុនដំណឹងសាមញ្ញថាអូក្របីលោកនេះណែលោកមៀនោះលោកមៀនេះស្លាប់ហ៎បើចឹងគិតកាញ់សុំក្បាលក្របីមកដោតធ្វើជាទិញមងណាបើសិនជាក្របីវានៅរស់ច្បាស់ជាចំណាយលុយទៅទិញគេផងណាប៉ុន្តែលើបើក្របីគេស្លាប់ជាម្ដងសុំក្បាលគេហងមកដោតទៅនាងពៅគេដើរមកដល់ផ្ទះណារូតរះរលះរលាំងមកហៅមាវាថៃកបីមាឯងស្លាប់ហើយទៅអពៅសុំក្បាលបានឬទេហើយចុះហងសុំក្បាលទៅធ្វើអីហងក្បាលកបីនោះថៃចាងលោកមីភ្លឺស្រែខ្ញុំណាគ្មានអ្នករិះរេគ្មានអ្នកនៅចាំស្រែខ្ញុំទេបានក្បាលមហិង្សេខ្ញុំដោតធ្វើទិញមកអេយអូចឹងទេនៅចាំនឹងសិនចាំអញទៅកាត់ឲ្យហកអានឹងពាក្យបុរាណណាភាសាសាមញ្ញ
កាត់ក្បាលក្បីស្លាប់ពេលហុចមកយ៉ាងប្រញាប់យកទៅឲ្យនឹងពៅផកនាងពៅគេសម្រួចដើមឫស្សីឬក៏ឈើឫស្សីមួយឲ្យស្រួចពេកកន្លងដោតក្បាលក្របីខ្មោចក្របីផកបំណងយកទៅដោតលើភ្លឺស្រែអូនហើយនាងពៅដោតរួចស្រេចនាងពៅសម្រេចមិនទៅទេពលក្រោយមកគេមិនទៅស្រែពោះគេអាងទិញមងនៅនឹងហើយចាប់ណាហ៊ានមកចុះស៊ីច្បាស់ជាខ្លាចក្បាលក្របីមិនខានឡើយតែអ្នកស្រុកអ្នកភូមិផ្សេងទៀតគេទៅមើលស្រែគេហើយលោកប្អូនណាយកើតហេតុភេទអស្ចារ្យខ្ញុំក៏ណានិទានតហើយតចាប់ពេលម៉ោង7ម៉ោង8ក្នុងពេលអរុណណោតីព្រឹកម៉ោង8ចាប់ចុះមកហើយចាប់ឈ្មោលចាប់ញីចុះមិនតិចទេចុះហែហោស្រាប់តអ្នកស្រុកទាំងឡាយគេមិនសូវចាប់អារម្មណ៍អីពេលឮដំបងណោដល់ហេដូចជាឮស្អីប្លែកម៉េះហ៎ឮសូរដូចចម្រៀងអីទៅណោដល់គេផ្ទៀងស្ដាប់ជាបន្តស្រាប់តែឮចម្រៀងដេញចាប់អេស្រាប់តែឮចម្រៀងដេញចាប់ចាប់ណាអើយណាចាប់មកទាំងឡាយអើយចាប់អើយចាប់អើយកុំស៊ីអើយកុំស៊ីស្រូវអរកូនខ្ញុំអូណាអចាប់បាក់សាបាក់សៃអើយចាប់អើយអណាកុំស៊ីស្រូវអរកូនខ្ញុំណាអណែចាប់អើយចាប់អើយបើអ្នកស៊ីទៅហើយស៊ីទៅហើយរឿងធំបើអ្នកស៊ីទៅហើយស៊ីទៅហើយរឿងធំជាប់កម្មហើយដូចខ្ញុំចាប់ហើយព្រួងស្រូវពីកំបាំងហើយអរណាណាចាប់ហើយអំប្រចាពូកាអើយព្រួងស្រូវពីកំបាំងអ្នកស្រុកគេខ្សឹបគ្នាហេអ្នកឯងស្ដាប់ឲ្យចាក់សំឡេងអ្វីគេសំឡេងហ្នឹងមិនសំឡេងចបៃរបស់លោកគ្រូនៅស្រុកឯណាសំឡេងហ្នឹងនៅមកខាងណោស្រែនាងពៅទេតាវាចុះឮចម្រៀងពីរោះអស្ចារ្យចម្រៀងពីណាមកយើងផ្ទៀងស្ដាប់ចំ កណ្ដុំឆែបមកបែបទៅដែរក្បាលមហិង្សេគេចេះបញ្ចេញស័ព្ទគឺក្បាលក្របីច្រៀងពីរោះចំណាប់ជុះវាច្រៀងដេញចាបនេះចម្លែកម្លេះទេវាប្រាប់ណែចាបថាកុំស៊ីស្រូវកូនខ្ញុំជាហោហែក្រែងមានកម្មពៀវិរិយផងដែរដូចអញប្រុសស្រូវពីកំបាំងអ្នកស្រុកដឹងឲ្យចឹង
គ្រានឹងរូតរះប្រស្លាស់កៃផងរត់ទៅផ្ទះនាងពៅប្រាប់គ្រានោះម្ដងណែនាងពៅនួនល្អងចាំស្ដាប់ពូពូលឺក្បាលក្របីវាចេះច្រៀងស្ដីលន់លោចដល់កវាច្រៀងដេញចាប់ឲ្យតែព្រោះរឿងស្រូវអង្គมันល្អទេកុំយកតម្រាប់ក្បាលក្របីហ្នឹងថាមកពីស្រូវពីកំបងណាពិសីអញសង្ស័យតែម្ដាយចៅឯងក្មួយឯងទេកពៅស្រីកពៅតបសម្ដីតែពូមិនដែលក្បាលក្របីអាណាចេះច្រៀងពូឯងចេះទៅភោយ៉ាមីងគាត់បតោថែមតែយីមីនាងពូឯងនិយាយត្រូវយ៉ាងពុទ្ធោមិនពូភោទេកពៅមីងក៏បានលឺបើឯងជឿស្អែកនឹងសាកមើលទៅមកដុំស្រូវឯងលបពួនស្ដាប់ស្អែកនេះទៅដូចពូនឹងមីងថាឬទេឡើងម៉ោង 7:78 នាងពៅស្រីរូតរះឆាប់អើយចុះរលាំងយ៉ាងចំណាប់ទៅពួនដើមថ្នោតលីហោហែពួននឹងគល់ថ្នោតស្រាប់តែឃើញចាប់មកស្វងធំវាចុះមកស៊ីស្រូវនាងពៅចឹកហោហែនាងពៅលូសយក៏លួចថាសូចាប់អើយចាប់ក៏មកស៊ីស្រូវកូនអញដូចអញផ្ដាំដែរក្រែងវិរិយព្រោះទៅស៊ីរបស់គេវាដូចអីអញព្រោះស្រូវពីកំបងអើយនាងពៅឆ្លៅលាក់គ្រាន់តែលឺចាក់កែវឆោមយងអេឆោមយងជ្រាបច្បាស់ថានេះម៉ែអញផងសំឡេងជាអងឥតសង្ស័យម៉ែអញបើតាមអញចាំកាលពីគាត់នៅក្មេងច្រៀងពីរោះក្រៃបើចឹងអញយល់ឡើយតំណងក្បាលអាក្របីគឺម៉ែអញមកចាប់បៃជាតិម៉ែអើយម៉ែកូនអត់ដឹងទេកូនចោលមកសៀតទៅឥឡូវកូនភ្ញាក់រលឹកចាប់ផ្ដើមដកក្បាលក្របីយកទៅផ្ទះវិញប្រកាសប្រាប់បងប្អូនកូនចៅផៅញាតជុំគ្នាជុំជាតិធ្វើបុណ្យទានធ្វើបុណ្យច្រើនថ្ងៃរៃបច្ច័យពីញាតព្រៀងលៀនធ្វើបុណ្យឲ្យធំរំលឹកគុណម្ដាយកល្យានបូជាក្បាលមហិង្សៈព្រោះដឹងច្បាស់មិនស្មានថាជាមេដាខ្លួនប្រកាសទៅអើយធ្វើបុណ្យឧទ្ទិសយ៉ាងប្រកាសទៅចាប់ហើយរឿងក្បាលក្របីបានមកពីណាហើយពីណីខ្ញុំប្រាប់ឲ្យគត់មកទេណោះក្នុងនីតិរឿងនៅមជ្ឈមិត្តភាពកម្ពុជាចិនកាលនោះគេនិយាយភាសាខ្មែររៀងរាល់ថ្ងៃសៅរ៍អាទិត្យមានរាល់ថ្ងៃសៅរ៍មាននីតិរឿងដ៏ប្រពៃប្រិយមិត្តគឺលោកពូម្នាក់គាត់បានហៅទូរស័ព្ទដៃចូលមកវិទ្យុយ៉ាងប្រពៃនីតិរឿងក្បាលក្របីខ្ញុំចងចាំពីរស់នោះពីរស់ពេកខ្ញុំចាំអណែតហើយចំណាំយកមកច្រៀងចាប៉ីជាបន្តគ្រាន់បានជាបណ្ដាំចាំមិនទុករឿងកម្មផលសូមថ្លែងអំណរអរគុណដែលញាតិគ្រប់មណ្ឌលបាន
ស្ដាប់ហើយយងយល់ហើយមានយោបល់ផ្សេងទៅចោនេះជារឿងកម្មផលមិនដុលចេញអំពីកម្មផលហ្នឹងគឺចេញអំពីពុទ្ធអោសប៉ុន្តែរឿងគេសរសេរក្រោយមកទេណារឿងបុរាណហ្នឹងផលកម្មហ្នឹងគឺប្រពុតអ្នកសំដែងណដ្ឋិកម្មੰសមੰពលំយ៉ាងដូច្នោះស្រួលលៃស្រស់គួរពិចារគ្មានកម្លាំងអ្វីស្មើកម្លាំងពលំកម្មจะไปสมจับจมูลวิจัยจูนโปยตาnhiệt mật mía minhสมบานสกเสไรពិចារណារាល់ថ្ងៃកុំបីវង្វេងអំពីកម្មផលយ៉ាងជាក់ស្ដែងដូចរឿងសម្ដែងចែងមានស្រាប់ពើយេจะไปលាហើយលានឹងចាប់អើយចាំជួបគ្នារឿងថ្មីទៀត